ឥឡូវយើងបានសិក្សាមកដល់បរិច្ឆេទទី2ហើយដែលឈ្មោះថាចេតសិកបរមត្តបាទដែលយើងបានរៀនកន្លងរួចមកហើយនោះគឺបរិច្ឆេទទី1បាទគឺចិត្តបរមត្តដែលយើងឃើញសភាពនៃសេចក្តីខុសគ្នារវាងចិត្តតាមប្រភេទបាទគឺមានកុសលចិត្តខ្លះទៅជាអកុសលចិត្តខ្លះទៅជាវិបាកចិត្តខ្លះទៅនឹងជាកិរិយាចិត្តខ្លះទៅបាទនេះគឺបញ្ជាក់ឲ្យឃើញថាព្រះសម្មាសម្ពុទ្ធគឺព្រះអង្គទ្រង់បង្ហាញនៅសេចក្តីពិតដែលជាបរមត្តធម៌នឹងឯងក្នុងជីវិតប្រចាំថ្ងៃដូច្នេះកបីយើងត្រូវតែសិក្សាត្រូវតែស្ដាប់ដើម្បីអីដើម្បីដឹងនៅសេចក្តីពិតត្រង់តួខ្លួនស្គាល់អំពីសភាវៈដែលជាសេចក្តីពិតដែលព្រះអង្គទ្រង់សម្ដែងទ្រង់ត្រាស់ដឹងនេះឯងបាទនឹងយើងឃើញអំពីចេតសិកនឹងបាទទាំងអស់ហ្នឹងគឺព្រះអង្គទ្រង់សម្ដែងមកថាមានប្រមាណដួងទេណាទាំងអស់ហ្នឹងគឺមាន52ដួងបាទ52ដួងហើយចេតសិកនេះឯងគឺជានាមវត្ថុមួយបែបដែរដែលប្រកបអាស្រ័យជាមួយនឹងចិត្តមែនទេណាបើសិនជាអត់មានចិត្តទេមានចេតសិកកើតជាមួយទេក៏អត់ដែរហើយបើអត់មានចេតសិកក៏ចិត្តនឹងក៏អត់កើតឡើងបានដែរបាទនឹងដូច្នេះបានជាចេតសិកនឹងឯងវាត្រូវស្ថិតនៅក្នុងលក្ខណៈ4យ៉ាងបាទគឺកាលណាកើតឡើងហើយក៏រមែងកើតឡើងជាមួយនឹងអីគឺកើតឡើងជាមួយនឹងចិត្តបាទកាលណារលត់ទៅវិញក៏រលត់ជាមួយនឹងចិត្តបាទហើយបើសិនជាដឹងនៅអារម្មណ៍ក៏ដឹងអារម្មណ៍ដូចជាមួយនឹងចិត្តដែរមែនទេណាកាលណាចិត្តដឹងនៅអារម្មណ៍អីក៏ចេតសិកនឹងក៏ដឹងនៅអារម្មណ៍យ៉ាងនឹងដែរទៅបាទហើយបើសិនជាចិត្តនឹងឯងអាស្រ័យនៅវត្ថុណាឧទាហរណ៍ដូចជាចក្ខុវិញ្ញាណនឹងឯងចក្ខុវិញ្ញាណដែលកើតឡើងវាត្រូវអាស្រ័យចក្ខុបសាទបើអត់មានចក្ខុប្រសាទទេចក្ខុវិញ្ញាណអាចកើតបានទេអត់បានទេកាលណាចក្ខុវិញ្ញាណនឹងឯងអាស្រ័យចក្ខុប្រសាទដូច្នេះចេតសិកដែលកើតរួមជាមួយនឹងចិត្តនឹងឯងគឺចក្ខុវិញ្ញាណនឹងឯងក៏ត្រូវអាស្រ័យនឹងចក្ខុប្រសាទដែរមែនទេណាបាទអញ្ចឹងដោយលក្ខណៈ4យ៉ាងនេះឯងបានព្រះអង្គទ្រង់សម្ដែងថាគឺជាចេតសិកបាទហើយទាំងអស់មាន52ដួងមិនចឹងទេណាគ្រាន់តែ52ដួងនេះក៏ព្រះអង្គលោកទ្រង់ចែកចេញជាប្រមាណចំណែកទៀតណាចែកចេញជាប្រមាណចំណែកចែកចេញជា3មែនទេណាចែកចេញជា3ចំណែកបាទចំណែកទី1ហៅថាគឺបញ្ញសមានាចេតសិកមានប្រមាណដួងដែរទេណាមាន13ដួងបាទមាន13ដួងហើយចំណែកទី2គឺហៅថាអកុសលចេតសិកបាទមានប្រមាណដួងមាន14ដួងបាទត្រូវហើយនឹងនៅសល់ប្រមាណ25ដួង52ដួង52ដួងហើយដក27ដួងចឹងបាទនេះទេណា13និង14ណា27ចឹងហើយដក27ចឹងទេណានៅសល់ប្រមាណនៅសល់25បាទ25ដួងនេះឯងឈ្មោះថាសោភណៈចេតសិក25ដួងចឹងលោកបែងចែកជា3នឹងឯងដើម្បីស្រួលដល់អ្នកសិក្សាស្រួលដល់អ្នកដែលស្ដាប់នឹងឯងឲ្យដឹងបាទចេតសិក52នេះមានចំណែកផ្សេងគ្នាបាទគាត់តែសំដែងប៉ុណ្ណឹងយើងអាចយល់បានទេយើងអាចយល់ថាតើចេតសិកនឹងឯងចេតសិកទាំង52ដួងហ្នឹងទេណាតើសុទ្ធតែចេតសិកល្អអីទាំងអស់ហ៎សុទ្ធតែចេតសិកដែលជាល្អទាំងអស់ហ៎អត់ទេគឺមានចេតសិកអី
មានចេតសិកដែលជាចំណែកខាងមិនល្អដែរអញ្ចឹងដូចចិត្តដែរទេចិត្តក្នុង89ដួងឬក៏121ដួងក្នុងចិត្តហ្នឹងមានចិត្តខ្លះក៏ជាចិត្តល្អទៅមិនអញ្ចឹងទេហើយមានចិត្តខ្លះnữaទៀតក៏មិនល្អអញ្ចឹងទៅចេតសិកអញ្ចឹងដែរទេចេតសិកក៏អញ្ចឹងដែរបាទមានចេតសិកចំណែកដែលល្អអញ្ចឹងទៅក៏មានចេតសិកចំណែកដែលមិនល្អអញ្ចឹងទៅអញ្ចឹងនៅពេលដែលចិត្តមិនល្អដូច្នេះចេតសិកដែលប្រកបជាមួយនឹងចិត្តនឹងចេតសិកនឹងល្អឬក៏មិនល្អគឺមិនល្អដូចជាចិត្តដែរមិនអញ្ចឹងទេណាអញ្ចឹងនៅពេលដែលចិត្តកើតឡើងនោះឯងគឺជាចិត្តល្អគឺជាចិត្តសោភណៈអញ្ចឹងចេតសិកដែលប្រកបជាមួយនឹងចិត្តនឹងសោភណៈឬក៏ល្អដែរឬសោភណៈហើយជាចេតសិកល្អដែរមិនទេណាមិនចឹងទេបាទអញ្ចឹងគួរដែលយើងសង្កេតនៅក្នុងជីវិតរាល់ថ្ងៃលោកតាលោកយាយបងប្អូនទាំងអស់បាទមានប្រគុណម្ចាស់គិតមើលតារាល់ថ្ងៃនេះយើងឃើញថាតើចិត្តល្អឬក៏ចិត្តមិនល្អក្នុងរាល់ថ្ងៃនេះទេណាកើតច្រើនជាងបាទតើចិត្តណាដែលកើតច្រើនជាងចិត្តល្អនិងចិត្តមិនល្អនោះបាទគឺចិត្តតាមយើងសង្កេតទៅគឺចិត្តមិនល្អកើតច្រើនជាងនៅនេះទេណាក្នុងរាល់ថ្ងៃហ្នឹងហើយបើសិនជាចិត្តមិនល្អកើតច្រើនជាងរាល់ថ្ងៃនេះជាងចិត្តដែលល្អអញ្ចឹងចេតសិកដែលមិនល្អត្រូវកើតច្រើនជាងចេតសិកល្អអញ្ចឹងដែរឬយ៉ាងម៉េចបាទវាត្រូវតែអញ្ចឹងដែរណាវាត្រូវតែចេតសិកដែលមិនល្អនឹងឯងត្រូវកើតច្រើនជាងក្នុងរាល់ថ្ងៃនេះឯងជាងអីជាងចេតសិកដែលល្អនេះទេណាចឹងបានជានៅក្នុងរាល់ថ្ងៃនេះបាទវាកាលណាយើងភ្លេចនៅស្មារតីហើយឬក៏មិនមានសេចក្តីដឹងនៅសេចក្តីពិតរបស់សភាវៈទេគឺរមែងតែងតែចេតសិកនឹងឯងកើតរួមជាមួយនឹងចិត្តនោះចេតសិកនឹងឯងច្រើនតែជាចេតសិកមិនល្អនេះទេណាបាទដូចជាអីដូចជាលោភៈចេតសិកដូចជាមោហៈចេតសិកដូចជាអហិរិកៈចេតសិកដូចជាអនោតបៈចេតសិកដូចជាឧទ្ធិច្ចៈចេតសិកដូចជាទិដ្ឋិចេតសិកដូចជាមានញចេតសិកដូចជាតោសៈចេតសិកសិតចេតសិកមិនល្អនេះទេណាបាទអញ្ចឹងដែលយើងរៀនអភិធម្មនេះយើងសិក្សានៅព្រះអភិធម្មនេះអញ្ចឹងដើម្បីអីដើម្បីដឹងណានេះទេណាពីព្រោះក្នុងជីវិតរាល់ថ្ងៃវាជាការប្រកាសឡើងនៃចិត្តនិងការប្រកាសឡើងនៃនាមធម៌គឺចេតសិកដល់តែយើងរៀនអភិធម្មដើម្បីដឹងនៅបរមត្តធម៌នឹងឯងគឺបានសេចក្តីថាដឹងចធម៌ដឹងនៅសភាវៈធម៌ដែលកំពុងប្រកាសក្នុងជីវិតនឹងឯងអញ្ចឹងដែលក្នុងការប្រយោជន៍ក្នុងការសិក្សាគឺមានប្រយោជន៍ដើម្បីចម្រើននៅសេចក្តីដឹងនៅសភាវៈជាសេចក្តីពិតដែលកំពុងប្រកាសក្នុងជីវិតនេះឯងមិនអញ្ចឹងទេណាបាទអញ្ចឹងបានយើងនាំគ្នាសិក្សាហើយដល់តែយើងសិក្សាទៅយើងឃើញយើងស្ដាប់ទៅឮសូរព្រះអង្គលោកទ្រង់សម្ដែងចេតសិកមាន52ដួងបាទក្នុងមួយពួកនោះហៅថាអញ្ញសមាណាចេតសិក13ដួងមួយពួកមួយទៀតគឺហៅថាអកុសលចេតសិក14ដួងនិងមួយពួកទៀតហៅថាសោភណៈចេតសិក25ដួងបែងចែកទៅទៀតនៅក្នុងអញ្ញសមាណាចេតសិក13ដួងលោកបែងចែកជាប្រមាណពួកទៀត2ពួកទៀតមិនអញ្ចឹងទេណាក្នុងអញ្ញសមាណាចេតសិក13ដួងលោកបែងចែកជា2ពួកទៀតពួកទី1ហៅថាអីហៅថាសព្វចិត្តសាធារណៈចេតសិកទាំងអស់មានប្រមាណដួងមាន7ដួងបាទហើយនឹងមួយពួកមួយទៀតលោកហៅថាបកិណកចេតសិកទាំងអស់មានប្រមាណដួងមាន6ដួងបាទហើយសព្វចិត្តសាធារណៈចេតសិក7ដួងយើងឲ្យត្រូវដឹងទីណាឲ្យត្រូវដឹងថាតើ7ដួងនោះឈ្មោះអីខ្លះណាទេណាឈ្មោះអីខ្លះទី1ឈ្មោះអីទេណាទី1គឺផស្សចេតសិកមានលក្ខណៈយ៉ាងម៉េចមានការប៉ះខ្ទប់
ជាលក្ខណៈបាទនឹងបាទនឹងគឺធម្មជាតិណាដែលមានការប៉ះផ្ទុកបាទនៅអារម្មណ៍ជាលក្ខណៈធម្មជាតិនោះឯងគឺឈ្មោះថាភាសៈចេតសិកជាយើងទេភាសៈចេតសិកជាយើងទេមិនមែនជាយើងហើយភាសៈចេតសិកនឹងកើតរួមជាមួយនឹងឯងកើតរួមជាមួយនឹងចិត្តនឹងក៏មិនមែនយើងដែរមែនទេណាអញ្ចឹងរាល់ថ្ងៃនៅក្នុងជីវិតនេះនៅពេលដែលចិត្តប្រកបឡើងឬក៏ភាសៈចេតសិកដែលប្រកបឡើងដែលយើងប្រកាន់នៅនាមធម៌ទាំងអស់នឹងថាជាតួខ្លួននេះគឺជាសេចក្តីយល់ខុសមួយដែរឬយ៉ាងម៉េចបាទនេះគឺជាសេចក្តីយល់ខុសមួយដែរណាទេណាមែនទេណាបាទគឺជាទិដ្ឋិមួយបាទដែលជាសកាយទិដ្ឋិប្រកាន់នៅថាជាតួខ្លួននេះគឺជាទិដ្ឋិឯងដែលចម្រើនឡើងហើយកាលណាទិដ្ឋិដែលកើតឡើងនៅពេលនឹងអាស្រ័យដោយការយល់ខុសប្រកាន់នៅនាមធម៌ជាចិត្តឬក៏ជាចេតសិកដែលជាសភាវៈដែលជាបរមត្តដែលជាសច្ចធម៌កើតឡើងអាស្រ័យដោយបច្ច័យហើយក៏រលត់ទៅវិញដូច្នេះដែលយើងប្រកាន់ថាជាតួខ្លួនដូច្នេះខណៈនោះគឺជាការកើតឡើងនៅទិដ្ឋិមិនវិញទេណាដោយអំណាចនៃសកាយទិដ្ឋិដូច្នេះទិដ្ឋិដែលកើតនៅពេលហ្នឹងវាត្រូវដេកសង្ងំទៅជាអនុស្ស័យទៅជាទិដ្ឋានុស្ស័យឃើញទេបាទហើយទៅជាទិដ្ឋានុស្ស័យហើយដូច្នេះតតែអរិយមគ្គគឺមានសោតាបត្តមគ្គកើតឡើងទៅលះនៅទិដ្ឋានុស្ស័យនឹងឯងបានដុតជាសមុច្ឆេទបាននេះទេណាអញ្ចឹងបានជារាល់ថ្ងៃនៅក្នុងជីវិតរបស់យើងត្រូវសន្សំយើងត្រូវអប់រំយើងត្រូវវឹកហាត់បាទយើងត្រូវមានការមានស្មារតីរលឹកដឹងតាំងនៅសភាវៈដែលកំពុងប្រកបក្នុងជីវិតបាទនេះទេណានឹងមួយភាសៈចេតសិកទេណាបាទពីរអីទេណាវេទនាចេតសិកមានលក្ខណៈយ៉ាងម៉េចមានលក្ខណៈគឺថាសោយនៅរសរបស់អារម្មណ៍ជាលក្ខណៈនេះទេណាបាទជាសុខទៅជាទុក្ខទៅឬក៏ជាសោមនស្សអញ្ចឹងទៅឬក៏ជាតោមនស្សទៅឬក៏ជាឧបេក្ខាគឺជាធម្មជាតិមួយយ៉ាងដែលមានការសោយនៅរសជាលក្ខណៈនឹងទី2ចុះទី3ស្អីទេណាសញ្ញាចេតសិកមានលក្ខណៈអាញាគឺមានការចងចាំបាទមានការចងចាំជាលក្ខណៈចាំទេរាល់ថ្ងៃយើងចាំទេយើងចាំតែផ្លូវនឹងផ្លូវទៅផ្ទះទេយើងចាំទេបាទចាំបាទយើងរៀនអីយើងស្ដាប់អីយើងចាំបាទចាំនៅអត់ចាំនៅនេះបាទយ៉ាងណាផ្សេងជាអ្នកយ៉ាងណាទាំងអស់នឹងវាគឺជាសញ្ញាចេតសិកបាទជាតួនាមធម៌ដែលមានលក្ខណៈចងចាំបាននេះទេណាដែលមិនមែនតួខ្លួនយើងជាអ្នកចងចាំនៅអ្វីនោះទេបើអត់មានសញ្ញាចេតសិកដែលយើងចាំចឹងអត់នឹងឯងបាទនេះទេណាអត់ដូចជាខ្មោចងាប់អញ្ចឹងមានចិត្តទេអត់មានទេបើអត់មានចិត្តទេមានសញ្ញាចេតសិកទេអត់បើអត់ទេមានខ្មោចនឹងចងចាំអីទេអត់បាទហ្នឹងយើងមានការពិចារណាអញ្ចឹងបានយើងឃើញថាពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គលើកទ្រង់សម្ដែងអំពីជីវិតដោយពិតតែម្ដងបាទហ្នឹងហើយទី4ស្អីទី4ទេណាឯកចេតនាចេតសិកបាទទី4គឺចេតនាចេតសិកមានលក្ខណៈយ៉ាងម៉េចដែរមានការយ៉ាងម៉េចទេណាចាត់ចែងមានទេណាចាត់ចែងជាលក្ខណៈបាទដូច្នេះការដែលបង្ហាញអំពីលក្ខណៈនីមួយនេះដែលព្រះអង្គលើកទ្រង់សម្ដែងគឺលោកប្រាថ្នាដើម្បីចង់ឲ្យយើងនឹងឯងបានស្ដាប់ហើយនឹងបានយល់ហើយនឹងបដិបត្តិសង្កេតនៅមើលសភាវៈដែលកំពុងប្រកបតែលក្ខណៈដូចដែលព្រះអង្គលើកសម្ដែងចឹងដែរទេនេះទេណាបាទទី5អីទេណាឯកកតាចេតសិកមិនចឹងទេណាឯកកតាចេតសិកមានលក្ខណៈយ៉ាងម៉េចទេណាមានការកាន់មានការអីទេណាបាទគឺមានអារម្មណ៍តែមួយយ៉ាងបាទមានការតាំងទុកនៅក្នុងអារម្មណ៍តែមួយបាទជាលក្ខណៈមែនទេណាបាទដូច្នេះ
អាចញ៉ាំសម្បយុទ្ធធម៌ទាំងអស់នឹងឯងឲ្យទៅក្នុងអារម្មណ៍តែមួយនឹងឯងឯកកតាមានអារម្មណ៍អីគឺនាំបាទនាំសម្បយុទ្ធធម៌ញ៉ាំសម្បយុទ្ធធម៌នឹងឯងឲ្យទៅក្នុងអារម្មណ៍នោះឯងបាទនឹងគឺជាលក្ខណៈរបស់ឯកកតាចេតសិកទីប្រមាណណាទី6ហ៎ទី5បាទចូលទី6គឺអីទេណាជីវិតន្ត្រីចេតសិកមែនទេណាជីវិតន្ត្រីចេតសិកមានលក្ខណៈយ៉ាងម៉េចជីវិតន្ត្រីចេតសិកនេះកើតជាមួយគឺជាជីវិតរូបទេខុសពីជីវិតរូបទេជីវិតន្ត្រីដែលយើងថាជាចេតសិកហ្នឹងណាខុសអំពីជីវិតន្ត្រីដែលជារូបទេខុសទេខុសបាទខុសមួយវាជានាមមួយជារូបបាទជីវិតន្ត្រីចេតសិកនេះវាកើតជាមួយនឹងចិត្តមែនទេណាហើយជីវិតន្ត្រីដែលជារូបវាកើតជាមួយនឹងកលាបៈដែលជារូបណាទេណាបាទយើងឲ្យដឹងផ្សេងគ្នាអញ្ចឹងក៏ប៉ុន្តែជីវិតន្ត្រីចេតសិកនេះមានលក្ខណៈយ៉ាងម៉េចដែលវាកើតរួមជាមួយនឹងចិត្តឬក៏ចេតសិកដទៃមានលក្ខណៈយ៉ាងម៉េចថាមានលក្ខណៈយ៉ាងម៉េចទេណាមានលក្ខណៈទៅអនុបាលបានន័យថាម៉េចថាទៅរក្សាសហជាតិធម៌ដែលកើតរួមជាមួយនឹងខ្លួននឹងឲ្យប្រព្រឹត្តទៅបានមែនទេណាឲ្យតាំងនៅបានមិនអញ្ចឹងហ៎ដូចជាដើមឈើអញ្ចឹងដែលតាំងនៅបានអាស្រ័យដោយមានឫសដោយមានដីដោយបានមានជីវជាតិដូចជាតាំងនៅបានដែរហើយរឿងនាមធម៌ទាំងឡាយទាំងអស់ហ្នឹងដែលប្រព្រឹត្តទៅបានតាំងនៅបានគឺអាស្រ័យដោយមានជីវិតន្ត្រីចេតសិកនឹងឯងដែលជាធម្មជាតិមួយយ៉ាងទៅអនុបាលនៅសហជាតិធម៌នោះឯងណាទេណាធម្មជាតិណាដែលទៅរក្សានៅសហជាតិធម៌ដែលកើតរួមជាមួយនឹងខ្លួនធម្មជាតិនោះឯងឈ្មោះថាជីវិតន្ត្រីចេតសិកស្ដាប់មកសន្ទុះទៅដូចគ្មានយើងចូលសោះមានទេណាអត់មានតលសោះទី7បាទទី7គឺអីទេណាមនសិការៈចេតសិកមនសិការៈចេតសិកនេះទេណាគឺជាធម្មជាតិមួយយ៉ាងដែលបង្រួមនៅសហជាតិធម៌ជាលក្ខណៈបានសេចក្តីថាម៉េចបានសេចក្តីថាគឺនាំនៅសម្បយុទ្ធធម៌ដែលកើតរួមជាមួយនឹងខ្លួនហ្នឹងតម្រង់ឆ្ពោះទៅអារម្មណ៍គឺញ៉ាំសម្បយុទ្ធធម៌ហ្នឹងឲ្យស្ទុះទៅកាន់អារម្មណ៍ហ្នឹងមនសិការៈហ្នឹងគឺជាធម្មជាតិដែលមានលក្ខណៈយ៉ាងនឹងឯងបាទទាំងអស់7ទេណា7ទេណាបាទ7គឺផស្សៈមួយបាទវេទនាមួយសញ្ញាមួយចេតនាមួយឯកកតាមួយជីវិតន្ត្រីមួយនិងមនសិការៈមួយ7ចេតសិកនេះឈ្មោះថាសព្វចិត្តសាធារណៈចេតសិកមិនចឹងទេណាបាទនឹងនៅក្នុងអញ្ញសមាណាចេតសិក13ដួងនៅក្នុងហ្នឹងមិនហ្នឹងទេណាស្ដាប់បានទេណាចឹងនៅត្រង់មួយដួងទៀតឈ្មោះថាបកណ្ណកៈចេតសិកបកណ្ណកៈចេតសិកបាទទី1ឈ្មោះអីវិតកៈចេតសិកមិនចឹងទេណាវិតកៈចេតសិកនេះមានលក្ខណៈយ៉ាងម៉េចគឺមានការលើកចិត្តនឹងឯងឡើងទៅកាន់អារម្មណ៍ជាលក្ខណៈបាទនឹងធម្មជាតិដែលមានសភាពយ៉ាងហ្នឹងឈ្មោះថាវិតកៈចេតសិកដែលយើងថាព្រះរិះហ្នឹងទេណាបាទនឹងឯងគឺវិតកៈចេតសិកបាទទី2អីទៀតណាវិចារៈចេតសិកវិចារៈចេតសិកគឺជាធម្មជាតិមួយយ៉ាងដែលមានលក្ខណៈគឺថាពិចារណានៅអារម្មណ៍បាទពិចារណានៅអារម្មណ៍ទី3អីអធិមោខៈចេតសិកបាទអធិមោខៈចេតសិកមានអីជាលក្ខណៈទេណាមានលក្ខណៈយ៉ាងម៉េចទេណាគឺមានការសន្និដ្ឋាននោះបានន័យថាសម្រេចទេណាបាទសម្រេចយល់ព្រមបាទសន្និដ្ឋានសម្រេចនៅក្នុងអារម្មណ៍ហ្នឹងដូច្នេះរឿងទាំងឡាយគឺវាជាកិច្ចរបស់នាមធម៌ទាំងអស់
វាបានសេចក្តីថាវាមានកិច្ចនៃតួខ្លួនយើងវាអត់មានបាទគឺវាជាកិច្ចរបស់នាមធម៌ទាំងអស់នឹងឯងបាទហើយការដែលប្រកបនៃនាមធម៌នោះសុទ្ធតែមានលក្ខណៈផ្សេងគ្នាដែលកំពុងប្រកបគួរដល់នឹងការយើងអប់រំនិងចម្រើនស្មារតីរលឹកដឹងតាមនៅសេចក្តីពិតរបស់សភាវៈដែលកំពុងប្រកបនោះបានមិនអញ្ចឹងទេណាបើសិនជាបានអប់រំឬក៏សន្សំមានស្មារតីតាមបាទបើសិនជាមិនបានអប់រំទេដូច្នេះនៅពេលនេះឬក៏ពេលខាងមុខក្តីតទៅទៀតគឺរមែងជាបុគ្គលមិនមានស្មារតីគឺជាបុគ្គលវង្វេងតែម្ដងបាទអត់ដឹងនៅធัวតាមសេចក្តីពិតទេអញ្ចឹងបានថាត្រូវការស្ដាប់ត្រូវការរៀនសូត្រនៅព្រះធម៌នៅពាក្យព្រានក៏ដៅរបស់ព្រះសម្មាសម្ពុទ្ធជាដាច់ខាតដើម្បីអីដើម្បីញ៉ាំងជាឧបការៈឲ្យមានស្មារតីឡើងដើម្បីឲ្យរលឹកដឹងតាមនៅធម៌តាមសេចក្តីពិតបាទដែលកំពុងប្រកបនោះឯងអញ្ចឹងទេណាបាទទី4ទី4អីទេណាវិរិយៈចេតសិកមានលក្ខណៈយ៉ាងម៉េចដែរទេណាមានការឧស្សាហ៍បាទមានការព្យាយាមជាលក្ខណៈបាទទី5អីទេណាបៃតិចេតសិកមានលក្ខណៈយ៉ាងម៉េចដែរមានការមានការអីមានការឆ្អែតចិត្តតែឆ្អែតហើយពេញទេខ្វះទេពេញឬក៏ខ្វះបើឆ្អែតហើយពេញបាទអញ្ចឹងមានការពេញចិត្តបាទមានការពេញចិត្តជាលក្ខណៈបាទនិងទី6ឈ្មោះថាឆន្ទៈចេតសិកមានលក្ខណៈយ៉ាងម៉េចមានការប៉ុនប៉ងនិងធ្វើជាលក្ខណៈបាទនឹងយើងសិក្សាទៅយើងបានលឺអញ្ចឹងទេណាបានលឺអញ្ចឹងទៅដូច្នេះយើងមានការបដិបត្តិសង្កេតនៅសភាវៈដែលកំពុងប្រកបបាទនឹងសព្វចិត្តសាធារណៈចេតសិក7ដួងហើយនឹងបកិណកៈចេតសិក6ដួងអញ្ចឹងទេណារួមចូលគ្នាមកទាំងអស់13ដួងហើយឈ្មោះមួយម៉ាត់ថាគឺអីគឺអញ្ញសមានាចេតសិកអញ្ចឹងស្ដាប់តាមបានទេណាបាទនឹងមកក្រុមនេះណាមកចំណែកទៅមកចំណែកអញ្ញសមានាចេតសិក13ដួងហើយមកចំណែកមួយទៀតបាទមកចំណែកមួយទៀតគឺអកុសលចេតសិកទាំងអស់មានប្រមាណដួង14ដួងនៅក្នុង14ដួងនោះលោកបែងចែកជាប្រមាណក្រុមប្រមាណពួកប្រមាណទេណា5ពួកបាទ5ពួកទី1លោកហៅថាម៉េចមោចតុកៈចេតសិកមានប្រមាណដួងដែរមាន4ដួងបាទឈ្មោះអីខ្លះទី1អីឈ្មោះអីខ្លះ1មោហចេតសិកមោហចេតសិកបាទមោហចេតសិកនេះតើកាលណាកើតឡើងហើយមានលក្ខណៈយ៉ាងម៉េចបាទមានការមិនដឹងមាននេះទេណាមិនដឹងនៅអីមិនដឹងនៅធម៌ដែលធម៌នោះឯងមានសភាពពិតទេធម៌ហ្នឹងមានលក្ខណៈពិតទេមានលក្ខណៈពិតណាក៏ប៉ុន្តែមោហៈនោះមិនបានដឹងនៅសេចក្តីពិតរបស់ធម៌នោះទេអត់ដឹងនេះធម្មជាតិដែលអត់ដឹងនៅធម៌តាមសេចក្តីពិតនឹងឯងដូច្នេះធម្មជាតិរបៀបនឹងឯងឈ្មោះថាគឺមោហៈចេតសិកដែលមានលក្ខណៈយ៉ាងហ្នឹងនេះទេណាបាទមោហៈចេតសិកទី2អីបាទអហិរិកៈចេតសិកអហិរិកៈចេតសិកមានលក្ខណៈយ៉ាងម៉េចទៀតគឺមានការមិនខ្ពើមបាទមិនខ្ពើមមានការមិនខ្ពើមអហិរិកៈនេះទេណាមានការមិនខ្ពើមហើយនឹងមិនខ្មាស់នៅអំពើទុច្ចរិតឬក៏អំពើបាបអំពើអាក្រក់ផ្សេងអញ្ចឹងទេណាទី3អីទេណាអណោតបៈមិនដែរមានការមិនអីមានការមិនស្លប់បាទមិនខ្លាចអញ្ចឹងទេណានៅអំពើបាបឬក៏អំពើទុច្ចរិតផ្សេងបាទលក្ខណៈធម្មជាតិណាដែលមិនស្លប់មិនខ្លាចនៅអំពើបាបធម្មជាតិនោះឯងឈ្មោះថាអណោតបៈចេតសិកហើយនឹង4ឈ្មោះអីទេណាឧទ្ធច្ចៈ
ឧទ្ធចចេតសិកនេះមានលក្ខណៈយ៉ាងម៉េចទេណាមានការរវើយរវាយមិនស្ងប់ទេមែនទេណាបាទរវើយមិនស្ងប់តែងតែរាយងាយបាទដូច្នេះអារម្មណ៍ទាំងឡាយដែលថាចេតសិកនឹងឯងរាយងាយទៅក្នុងអារម្មណ៍ហ្នឹងធម្មជាតិនឹងឯងឈ្មោះថាឧទ្ធចចេតសិកបាទមោហចេតសិក1អហិរិកចេតសិក1អណោតបចេតសិក1និងទី4ឧទ្ធចចេតសិក1ទាំង4ដួងនេះហៅដោយខ្លីឈ្មោះថាមោចតុកចេតសិកតើនេះទេណាបាទហ្នឹងមកពួកចឹងទៅមកពួកមួយទៀតបាទនឹងយើងរៀនឲ្យយល់អញ្ចឹងទេណាមកពួកមួយទៀតមកពួកទី2ហ្នឹងទេណាឈ្មោះអីទេណាឡូតិកចេតសិកមានប្រមាណដួងដែរមាន3ដួងឈ្មោះអីខ្លះបាទទី1គឺលោភៈចេតសិកមានលក្ខណៈយ៉ាងម៉េចមានការជាប់ជំពាក់ក្នុងអារម្មណ៍ជាលក្ខណៈដូចថាជាប់នៅនឹងឯងបាទប្រកាន់ស្អិតបាទងំនៅក្នុងអារម្មណ៍នឹងតែម្ដងនេះគឺជាការប្រកាសឡើងនៃលោភៈចេតសិកដែលកើតរួមជាមួយនឹងចិត្តនោះឯងបាទធម្មជាតិនឹងគឺលោភៈចេតសិកមានលក្ខណៈប្រកាន់បាទជាប់ជំពាក់នៅក្នុងអារម្មណ៍នេះលោភៈចេតសិកបាទរួចអីទៀតទី2ទិដ្ឋិចេតសិកនេះមានលក្ខណៈយ៉ាងម៉េចទេណាមានលក្ខណៈប្រកាន់បាទប្រកាន់ខុសមិនត្រូវទំនួងតែម្ដងបាទអាដែលត្រូវទំនួងគឺរបស់គេវាត្រូវទំនួងប៉ុន្តែប្រកាន់ឲ្យវាខុសអំពីសេចក្តីពិតនឹងតែម្ដងនឹងគឺជាលក្ខណៈរបស់ទិដ្ឋិចេតសិកមួយទី3បាទទី3គឺមានអ្នកចេតសិកមានអ្នកចេតសិកមានលក្ខណៈយ៉ាងម៉េចមានការដំកើងបាទដំឡើងខ្លួនបាទវាយរឹកមិនទេណាយើងថាវាយរឹកហ្នឹងទេណាបាទនឹងឯងគឺជាលក្ខណៈរបស់មានអ្នកចេតសិកអញ្ចឹងចេតសិក3ដួងហ្នឹងលោភៈចេតសិក1ទិដ្ឋិចេតសិក1និងមានអ្នកចេតសិក1 3ដួងហ្នឹងទេណាបាទហៅដោយខ្លីឈ្មោះអីទេណាគឺលោតិកចេតសិកបាទយើងត្រូវចាំអាហ្នឹងពួកទី2ទេណាពួកទី3ឈ្មោះអីទេណាពួកទី3លោតោចតុកចេតសិកតោចតុកចេតសិកទាំងអស់មានប្រមាណដួងមាន4ដួងបាទក្នុង4ដួងហ្នឹងទី1ឈ្មោះតោសចេតសិកតោសចេតសិកគឺជាសភាវៈមួយយ៉ាងជាធម្មជាតិមួយយ៉ាងដែលកើតរួមជាមួយនឹងចិត្តហើយមានលក្ខណៈប្រកបយ៉ាងណាគឺមានការបាទប្រទុះនេះទេណាមានការប្រទុះកាចសាហាវជាលក្ខណៈបាទនេះទេណានឹងឯងធម្មជាតិមានលក្ខណៈយ៉ាងហ្នឹងធម្មជាតិនឹងឯងគឺជាតោសចេតសិកទី2គឺអ៊ីសាចេតសិកតើអ៊ីសាចេតសិកនឹងមានលក្ខណៈអ្វីទៅបាទអ៊ីសាចេតសិកនេះគឺជាធម្មជាតិដែលមានលក្ខណៈគឺថាចំណែនក្នុងសម្បត្តិរបស់អ្នកដទៃនោះជាលក្ខណៈគឺអ្នកដទៃបាទខ្លួនមិនចំណែននៅសម្បត្តិរបស់ខ្លួនឯងទេគឺចំណែនក្នុងសម្បត្តិនៃអ្នកដទៃលក្ខណៈនឹងគឺជាលក្ខណៈរបស់ធម្មជាតិមួយយ៉ាងឈ្មោះថាអ៊ីសាចេតសិកហើយនឹងទី3ឈ្មោះអីទី3មច្ឆរិយចេតសិកមានលក្ខណៈយ៉ាងម៉េចមានការបិទបាំងលាក់លៀមមែនទេណានៅសម្បត្តិរបស់អ្នកដទៃឬខ្លួនឯងបាទខ្លួនឯងបិទបាំងសម្បត្តិរបស់ខ្លួនឯងមិនចង់ឲ្យគេដឹងមែនទេណាមិនចង់ឲ្យទៅគេបាទនៅរបស់ដែលខ្លួនឯងមានណាទេណាឬក៏របស់ដែលខ្លួនបំរុងនឹងបានបាទនឹងក៏បិទបាំងដែរលាក់លៀមដែរសភាពលក្ខណៈរបស់ធម្មជាតិយ៉ាងហ្នឹងគឺជាលក្ខណៈរបស់នាមធម៌ឈ្មោះថាមច្ឆរិយចេតសិកនេះទេណាបាទនឹងទី4អីទៀតទី4កុចចេតសិកមានលក្ខណៈយ៉ាងម៉េចដែរមានការក្តៅក្រហាយ
មែនទេណាក្តៅក្រហាយយ៉ាងម៉េចស្ដាយក្រោយបាទមែនទេណាស្ដាយក្រោយយើងមិនបានធ្វើអ្វីមួយយើងមិនបានធ្វើនៅកុសលដូច្នេះមានការក្តៅក្រហាយជាខាងក្រោយនឹងឯងបាទនឹងគឺជាលក្ខណៈរបស់សភាវៈធម៌មួយយ៉ាងដែលឈ្មោះថាកុក្កចៈចេតសិកដែលកើតរួមជាមួយនឹងចិត្តដែល